វាសួរអ្នកនរគ្នាតើឥឡូវយើងមកជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូទី2នៃមេរៀន Linux កាលពីវីដេអូមុនខ្ញុំបានធ្វើបទបង្ហាញទាក់ទងជាមួយទៅនឹងការ install នៅ Linux OS នៅលើ virtual machine ដែលយើងអាចប្រើប្រាស់បានជាមួយទៅនឹង VMware ឬក៏ VirtualBox អញ្ចឹងនៅក្នុងវីដេអូទី2នេះខ្ញុំនឹងមកបង្ហាញទាក់ទងជាមួយទៅនឹង SSH Service ហើយនឹង tool ដែលយើងប្រើប្រាស់សម្រាប់ធ្វើការ remote ទៅកាន់ server របស់យើងនៅលើ VirtualBox ឬក៏ VMware យើងដឹងហើយថាតាក់ទងជាមួយទៅនឹងការ remote គឺយើងប្រើជាមួយទៅនឹង protocol មួយមានឈ្មោះថា SSH អញ្ចឹង SSH នៅក្នុង Linux by default វាជាធម្មតាត្រូវបានធ្វើការ install នឹងstartup service នៅពេលដែលយើង install Linux OS មកដំបូងដូច្នេះហើយយើងមិនចាំបាច់នៅក្នុងការ install ទៀតទេប៉ុន្តែវាមាននៅ configuration ក៏ដូចជា security មួយចំនួនដែលយើងត្រូវតែដឹងអំពី SSH ដូចជាតាក់ទងជាមួយទៅនឹងការបិទនៅ root login ឬក៏ដូរជាមួយទៅនឹង default port យើងដឹងហើយថា port របស់ SSH គឺ port 22អញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរបានដើម្បី more secure ទៅលើ remote SSH របស់យើងហើយមួយវិញទៀតតាក់ទងជាមួយទៅនឹង tool ដែលយើងប្រើប្រាស់សម្រាប់ធ្វើការ remote ទៅកាន់ server របស់យើងដោយសារតែយើងអត់ចង់ប្រើផ្ទាល់នៅលើ VMware ឬក៏ VirtualBox ទេគឺយើងត្រូវការតែ remote ពី LAN មួយទៅកាន់ LAN មួយទៀតឬក៏ពី site មួយទៅកាន់ server របស់យើងតែយើងអាចប្រើប្រាស់បាន tool 3ខ្លះអញ្ចឹងខ្ញុំលើក tool មកទូទ្រោះ tool វាបែងចែកចេញជាពីរគឺតាមរយៈ GUI ហើយនិង CLI បើយើងនិយាយតាក់ទងជាមួយទៅនឹង tool GUI វាមានដូចជា Filezilla HTTP WinSCP ហើយចំពោះ tool ដែលប្រភេទ CLI វាមានដូចជា Mobiletum Excel Secure CRT Putty ជាដើមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញក៏ដូចជាអនុវត្តជាក់ស្ដែងនៅលើ server តែម្ដងតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ការបង្ហាញផ្ទាល់នៅលើ server តែម្ដងជំរាបសួរអ្នកនរគ្នាសាជាថ្មីខ្ញុំសូមបញ្ជាក់ម្ដងទៀតនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីតាក់ទងជាមួយទៅនឹង SSH Service ហើយនឹងtool ដែលយើងប្រើប្រាស់សម្រាប់ធ្វើការ remote ទៅកាន់server របស់យើងតាមរយៈ protocol SSH អញ្ចឹងវាមានចំណុចពីរសំខាន់ទី1តាក់ទងជាមួយទៅនឹង SSH Remote Access ហើយនិង configuration ចំណុចទី2ខ្ញុំនឹងបង្ហាញថាតើយើងមាន tool អីខ្លះដែលគេពេញនិយមនៅក្នុងពេលបច្ចុប្បន្នជាពិសេសនៅក្នុងការងារជាក់ស្ដែងដែលខ្ញុំបានឆ្លងកាត់តែយើងមាន tool អីខ្លះសម្រាប់ធ្វើការ remote ទៅកាន់ server របស់យើងតាមរយៈ SSH ដោយទាំង GUI ទាំង CLI តោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលដល់ចំណុចទី1បងប្អូនបើសិនជាយើងនិយាយពី SSH មកពីពាក្យពេញថា Secure Socket Shell ឬក៏ Secure Shell វាគឺជា protocol មួយសម្រាប់ធ្វើការ remote ទៅកាន់ server ដែលវាជួយការពារនៅប្រព័ន្ធសុវត្ថិភាពដែលយើងហៅថា secure ហើយមួយវិញទៀត protocol ហ្នឹងគឺវាផ្ដល់ឲ្យ user ក៏ដូចជា system admin គឺដែលមានកុំព្យូទ័រឬក៏ network ដែលស្ថិតនៅក្នុង LAN ផ្សេងហើយចង់ remote ទៅកាន់ server មួយទៀតស្ថិតនៅក្នុង LAN ផ្សេងគឺយើងអាចធ្វើការ remote តាមរយៈ SSH នេះបានដោយសារតែវាគឺ secure ពីកុំព្យូទ័រមួយទៅកាន់កុំព្យូទ័រមួយហើយ SSH ខាងក្រោមនេះគឺជា SSH configuration អញ្ចឹងទី1យើងត្រូវតែ install នៅ service SSH ប៉ុន្តែនៅក្នុង Linux OS ដែលខ្ញុំបានលើកយកមកនេះមិនថា Alma CentOS ឬក៏ Red Hat ឬក៏ Ubuntu ទេជា default SSH ត្រូវបាន install នៅពេលដែលយើងចាប់ផ្ដើម install នៅ Linux OS មកម្លេះប៉ុន្តែបើសិនជាអត់ទាន់ install អ្នកទាំងគ្នាអាចធ្វើការ install នៅតាមនេះបានទី1គឺយើង install service ដែលយើងប្រើប្រាស់ជាមួយទៅនឹង command YAM អញ្ចឹងកុំតន់អាចឆ្ងល់ command YAM អាចធ្វើតាមខ្ញុំសិនទៅនៅពេលដែលយើងដល់មេរៀនតាក់ទងជាមួយទៅនឹង YAM យើងនឹងយល់កាន់តែច្បាស់អំពី YAM command នេះហើយបន្តមកទៀតយើងត្រូវតែ start ឬក៏ enable នៅ SSH service ហ្នឹងហើយយើងអាចធ្វើការ check នៅ status ក៏ដូចជា port របស់វាថា up ឬក៏ out បានហើយចំពោះ enable នេះវាមានន័យថានៅពេលណាដែលយើងអត់បានបើកអញ្ចឹងនៅពេលដែល server យើងវា reboot ដូច្នេះ SSH service ដែលយើងអត់បាន enable នេះវានឹងអត់បាន auto start up ទេគឺយើងត្រូវតែទៅ start up នៅពេលដែល server យើង up មកវិញអូខេបន្តមកទៀតកន្លែង allow firewall បើសិនជា server របស់អ្នកនរគ្នាប្រើប្រាស់ជាមួយទៅនឹង local firewall នៅក្នុង Linux server ដែលប្រើប្រាស់ជាមួយទៅនឹង Firewall D អញ្ចឹងអ្នកនរគ្នាអាចធ្វើការ allow នៅ SSH service នេះបាន
ប៉ុន្តែបើសិនជាអត់ប្រើទេគឺមិនចាំបាច់ទេ step នេះចំណុចមួយទៀតតាក់ទងជាមួយទៅនឹងការ change នៅ config file យើងដឹងហើយ ASX គឺ default port របស់វាគឺ port 22ហើយវាមាន security មួយចំនួនទៀតដូចជាតាក់ទងជាមួយទៅនឹង permit root login ដែល permit root login នេះវាមានន័យថាយើងអនុញ្ញាតឲ្យយកនៅ user root ធ្វើការនៅ login មានន័យថា first login មិនចាំបាច់ឆ្លងកាត់នៅ normal user ទេហើយមួយវិញទៀត ASX គឺយើងអាចធ្វើការផ្លាស់ប្ដូរជាមួយទៅនឹង port ផ្សេងៗបានដើម្បី more secure ទៅលើ server របស់អ្នកនរគ្នាហើយបន្ទាប់ពីយើងកែ config រួចរាល់គឺចាំបាច់ត្រូវតែ restart នៅ service ASX ហ្នឹងចំណុចទី2តាក់ទងជាមួយទៅនឹង tool វាយើងបែងចែកចេញជា2គឺវាមាន GUI tool ហើយនិង CLI tool ដែល GUI គឺយើងមានដូចជា HTTP WinICP ហើយនិង FileZilla ហើយសម្រាប់ tool ទាំងអស់នេះអ្នកនរគ្នាអាចធ្វើការ download នៅក្នុងអ៊ីនធឺណិតបានប៉ុន្តែបើសិនជាអ្នកនរគ្នាអត់ចង់ download អាច contact មកកាន់ OneMix ដើម្បីឲ្យក្រុមរបស់ពួកយើងឬក៏ខ្ញុំផ្ទាល់ហ្នឹងគឺខ្ញុំនឹង share នៅ source file ទៅកាន់អ្នកនរគ្នាតែម្ដងមិនចាំបាច់ធ្វើការ download ពីអ៊ីនធឺណិតមកទេដោយសារតែ tool ខ្លះវាទាមទារឲ្យយើងប្រើជាមួយទៅនឹង license key អញ្ចឹងរបស់ខ្ញុំនេះគឺខ្ញុំបានមានរួចរាល់ដែលដូចជា HTTP នេះគឺខ្ញុំ crack ហើយចំពោះ WinICP គឺ free ទេ FileZilla ក៏ដូចជា free ដែរហើយមួយទៀតចំពោះ CLI tool យើងមានដូចជា CMD ដែលជា Windows default របស់យើងហ្នឹងហើយ Mobile Item Secure CRT Excel ឬក៏ PuTTY ជាដើមតោះឥឡូវខ្ញុំនឹងបង្ហាញនៅក្នុង server អំពីចំណុចទី1ឡើងវិញទាំងអស់គ្នាអូខេនេះឥឡូវខ្ញុំមាន server របស់យើងដែលយើងនឹងបន្តពីវគ្គមុនដែលយើងបាន install នៅ Linux OS ដែលយើងយក Alma version 8.10 ឥឡូវយើងចាប់ផ្ដើមយកវាមកប្រើរហូតហើយនៅក្នុងមេរៀនរបស់យើងអញ្ចឹងយើងចូល terminal មកអូខេតទៅទៀតអ្នកនរគ្នាក៏អាចឆ្ងល់ថាអានេះគឺជាអីខ្ញុំនឹងមានវីដេអូបរៀនបន្តឥឡូវអ្នកនរគ្នាអាចវាយតាមខ្ញុំសិននៅពេលដែលយើង install ដំបូងយើងប្រើ root សិនទៅដោយសារតែយើងអត់ទាន់បានទៅ manage user អីទេយើង switch ទៅ root អ្នកគ្នា switch តាមខ្ញុំសិនមកកុំទាន់ឆ្ងល់អីទេអូខេអញ្ចឹងបានខ្ញុំបញ្ជាក់ឲ្យថានៅក្នុង Linux by default វាធ្វើការ install ជាមួយទៅនឹង SSH service ហ្នឹងមក default តែម្ដងតែឥឡូវយើងចង់ដឹងថាតើវាមានអត់គឺយើងអាចសូរ service វាតើ up ឬអត់ systemctl UI status sh d នេះអញ្ចឹងមានន័យថា service របស់វាគឺ up មកតែម្ដងអញ្ចឹង service របស់វាគឺ up តែម្ដងនេះវាមានស្រាប់អូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់មានតតបាន install CBSH នេះអ្នកគ្នាអាចធ្វើការ run នៅ command នេះបានឥឡូវខ្ញុំសាក run ម្ដងទៀតគឺវានឹងឆែក repository សិនបន្ទាប់មកវាអត់ install ទៀតទេដោយសារតែបាន install រួចរាល់ហើយនេះមានន័យថា nothing to do មានន័យថា service ហ្នឹងគឺបានធ្វើការ download ក៏ដូចជា install រួចរាល់ហើយអត់មាន package ថ្មីដែលត្រូវ update ជាមួយ version ថ្មីទេហើយចំពោះ command enable អ្នកគ្នាអាចវាយសារបាន by default នៅពេលដែល SSH service install រួចវានឹងធ្វើបានបើកនេះ enable ឃើញទេប៉ុន្តែបើសិនជាservice នឹងអត់បាន enable ឥឡូវខ្ញុំ disable សិននេះវានឹង show disable បែបនេះអញ្ចឹងយើងខ្ញុំ recommend ឲ្យអ្នកទាំងគ្នារាល់ service ទាំងអស់ធ្វើការ enable លើកលែងតែមាន service មួយចំនួនដែល developer ឬក៏នៅកន្លែងការងាររបស់អ្នកទាំងគ្នាអត់ require enable មានន័យថានៅពេលដែល server reboot ហើយ server start up មកវិញ service ហ្នឹងគឺអត់មាន automatic enable ទេមានន័យថាអត់មាន automatic start up មកវិញខ្លួនឯងទេគឺយើងតែជា IT admin ហ្នឹងគឺត្រូវតែចូលទៅ start menu តែម្ដងឥឡូវយើង enable វាវិញយើងឆែក state តាមសារទៀតនេះ enable តោះឥឡូវយើងបន្តទៀតតងជាមួយទៅនឹង allow firewall អានេះវាមានន័យថាជាករណីចាំបាច់ទេបើសិនជានៅក្នុង server របស់អ្នកទាំងគ្នាអត់ require ជាមួយទៅនឹង firewall ទេយើងមិនចាំបាច់ធ្វើការបើកទេឥឡូវខ្ញុំអាចឆែកមើលតើ service firewall នេះខ្ញុំ run ឬក៏អត់អញ្ចឹងបើសិនជាវាអត់ run ទេយើងមិនចាំបាច់
allow ទេប៉ុន្តែបើសិនជានៅក្នុង server ជាក់ស្ដែងរបស់អ្នកនរគ្នាគេប្រើជាមួយទៅនឹង firewall នៅក្នុង server អូខេអានេះវាបើកនេះអញ្ចឹងយើងត្រូវតែ allow ដោយសារតែ server របស់យើងគឺប្រើជាមួយទៅនឹង firewall ហ្នឹងនេះអញ្ចឹងបើសិនជាវាចេញបែបនេះមានន័យថាfirewall ហ្នឹងគឺបាន allow រួចរាល់ហើយ by default នៅក្នុង ការ install នៅ Linux OS គឺវាធ្វើការ enable ក៏ដូចជា install មករួចជាស្រេចយើងមិនចាំបាច់ទៅបើកទៀតទេអានេះមានន័យថាយើងត្រូវ reload មួយនៅពេលដែលយើង enable ឬក៏ disable switch ណាមួយនេះយើង reload switch firewall D របស់យើងមកអូខេមួយទៀតតកតងជាមួយទៅនឹង config file នៅក្នុង config file នេះពីរចំណុចដែលខ្ញុំនឹងត្រូវបង្ហាញទី1តកតងមួយការ change នៅ port យើងអាចប្រើ command vi ហើយកម្ពុជា command vi នេះអ្នកគ្នាអាចវាយតាមខ្ញុំសិនទៅកុំតណាឆ្ងល់នៅមានរៀនខាងមុខខ្ញុំនឹងនិយាយតកតងជាមួយទៅនឹង vi editor នេះ etc sh d config ចឹងពេលអ្នកនរគ្នាចូលមកនេះហើយចំពោះការ set number អីនេះអានេះវាមាននៅក្នុងមេរៀន vi editor ហើយអ្នកនរគ្នាអាចវាយតាមខ្ញុំសិនមកក៏បានដែរនេះមានន័យថានេះគឺជា default port អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ improve ជាមួយទៅនឹង security ទៅលើ remote SH អ្នកគ្នាអាចដូរ port ឡើងនេះបានដាក់ port អីអ្វីផ្សេងទៅតាមតម្រូវការរបស់អ្នកនរគ្នាប៉ុន្តែ port ហ្នឹងត្រូវតែប្រកាសថានៅ service ដែល run នៅក្នុង server របស់អ្នកនរគ្នាអត់ទាន់ប្រើប្រាស់ជាមួយទៅនឹង port មួយនោះអូខេហើយចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមនេះតកតងជាមួយទៅនឹង permit root login អញ្ចឹងកន្លែងនេះមានន័យថាយើងអនុញ្ញាតឲ្យយក user root ដើម្បីធ្វើការ login តាមរយៈ tool ឬក៏ application ផ្សេងៗដែលខ្ញុំនឹងបង្ហាញនៅចំណុចទី2មានន័យថាយើងប្រើ root ដើម្បី remote direct យកតែម្ដងអញ្ចឹងយើងត្រូវតែដាក់ទៅ no ដើម្បី improve នៅ security មួយហ្នឹងដោយសារតែ user root គឺជា user មួយដែលធំជាងគេធ្វើអ្វីៗបានទាំងអស់អញ្ចឹងវាហានិភ័យមែនតើអញ្ចឹងគួរតែ set ទៅកាន់ no មានន័យថាយើងអត់ allow root ដើម្បី login ទៅកាន់ SH ទេអូខេអញ្ចឹងរាល់ការ config រួចរាល់អ្នកនរគ្នាត្រូវតែ restart នៅ SH service នឹងមួយឥឡូវអូខេខ្ញុំអត់ទាន់កែទេខ្ញុំនឹងបង្ហាញឲ្យអ្នកនរគ្នាមើលឥឡូវ default វាគឺ yes អូខេអញ្ចឹងយើងចូលដល់ចំណុចទី2តែម្ដងតកតងជាមួយទៅនឹងការ remote អញ្ចឹងយើងនឹងបង្ហាញតកតងមួយ GUI មុនអូខេគឺ HTTP ខ្ញុំចូល HTTP បន្តមកទៀតនេះអ្នកនរគ្នាចុចកន្លែងសញ្ញាបូកនេះដើម្បីបន្ថែមជាមួយនឹង connection ថ្មីអានេះខ្ញុំដាក់ថា Alma តែឆែកនៅ IP address មួយនេះគឺ port 22ហើយបន្តមកទៀតខ្ញុំប្រើជាមួយទៅនឹង user root តែម្ដងតើចូលអត់យើង click accept and save នេះចូលអ្នកនរគ្នាឃើញអត់អញ្ចឹងនៅថានៅពេលដែលយើងបើកជាមួយទៅនឹង SA កន្លែងមិញនេះកន្លែង line ទី44នេះបើសិនជាយើងយក yes មានន័យថាយើងអនុញ្ញាតឲ្យប្រើប្រាស់ជាមួយទៅនឹង user root ធ្វើការ remote ទៅកាន់ SH ហ្នឹង remote ទៅកាន់ server របស់យើងតាមរយៈ SH ហ្នឹងគឺប្រើ root បានអញ្ចឹងវាហានិភ័យមែនតើចឹងយើងគួរតែដាក់វាទៅជា no តមកទៀតអ្នកនរគ្នាត្រូវ restart នៅ SH service ហ្នឹងមួយអូខេយើង restart ហើយយើងឆែក status មួយសារទៀតនេះបានមកវិញហើយអូខេឥឡូវយើងតេស្តមួយសារទៀតយើង disconnect វាចោលអូខេយើង connect មួយសារទៀតតែចូលអត់នេះវានឹង require password អញ្ចឹងនៅពេលដែលអ្នកនរគ្នាវាយ password ទោះជាយើងវាយ password ប្រហែលក៏ដោយឃើញអត់ចូលទេនេះឃើញ load មកទៀតមានន័យថាវាការពារឲ្យប្រើប្រាស់ជាមួយទៅនឹង root user ធ្វើការ login direct ទេគឺយើងត្រូវតែប្រើជាមួយទៅនឹង local user ឥឡូវខ្ញុំប្រើមួយ local user នៅក្នុង server នេះវាខ្ញុំមាន user មួយ
នេះខ្ញុំមាន user ខ្ញុំមួយឈ្មោះខ្ញុំហើយខ្ញុំសាកតើចូលអត់អូខេតើឥឡូវខ្ញុំធ្វើការសារ remote មួយសារទៀតយើង remote ម្ដងទៀតនេះខ្ញុំដាក់ Alma តែនដែរមុនហ្នឹងយើងបានតេស្តរួចរាល់ហើយគឺមានន័យថាយើងអាចប្រើប្រាស់ root lock ចូលបានទេខ្ញុំសូមមើល IP ម្ដងទៀត141អូខេតើឥឡូវខ្ញុំប្រើជាមួយទៅនឹង user របស់ខ្ញុំម្ដងគឺមុនហ្នឹងខ្ញុំបាន lock ចូលតាមរយៈ root គឺអត់ចូលទេឥឡូវខ្ញុំ lock ជាមួយទៅនឹង user របស់ខ្ញុំម្ដងដាក់ថា Alma ហើយខ្ញុំដាក់សុខចេះ192.168.234.146ទៅទៀតខ្ញុំដាក់ user របស់ខ្ញុំមុនហ្នឹងយើងតែ real គឺ root lock អត់អាច lock ចូលទេអត់អាច lock ចូល direct ទេនេះឃើញទេចូលខ្ញុំបិទនេះសិននេះអញ្ចឹងមានន័យថាយើងប្រើ user នេះចូលអូខេអញ្ចឹងនេះអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងកន្លែងនេះអូខេតើឥឡូវ HTTP ខ្ញុំបានបង្ហាញឲ្យអ្នកនរគ្នាគឺវាមានទម្រង់បែបនេះហើយរបៀបក្នុងការ add host គឺ add ឡើងនេះអូខេបន្តមកទៀតwin ICP ម្ដងតើឥឡូវខ្ញុំរកមើលសិននេះអញ្ចឹង win ICP វាមានទម្រង់បែបនេះខ្ញុំយក new site ហើយបន្តមកទៀត192.168.234.146តែ user ខ្ញុំដែរដោយសារយើងបិទ root បានហើយអញ្ចឹងអត់អាចប្រើ user root lock default ទេនេះអ្នកនរគ្នាឃើញអត់ចូលអញ្ចឹងអានេះគឺជា win ICP គឺទម្រង់វាបែបហ្នឹងនេះអ្នកនរគ្នាចង់ធ្វើការ add new host អីអ្នកគ្នាអាច add បានអូខេបន្តមកទៀតយើងទៅ FileZilla ម្ដង FileZilla នេះអញ្ចឹង FileZilla វាមានទម្រង់បែបនេះអញ្ចឹងអ្នកនរគ្នាអាចមើលទៅអ្នកគ្នាចូលចិត្តមួយណាអាចប្រើមួយនឹងបានវាអត់អីជាសំខាន់ទេអានេះគឺគេឲ្យយើងដាក់នេះអញ្ចឹងរបៀបក្នុងការ remote ក្នុងការពីយើងដាក់ IP server របស់យើងមកខ្ញុំទេយើងដាក់ username អត់អាចប្រើ root ទេដោយសារយើងបិទបាត់ហើយ port អូខេ port 22 default គឺរបស់ SH នេះយើងចូលបានហើយអ្នកគ្នាឃើញអត់នេះចូលបានហើយអញ្ចឹងចំពោះប្រភេទ GUI ខ្ញុំបង្ហាញអ្នកនរគ្នា3ហ្នឹងអ្នកនរគ្នាឆ្លាញ់មួយណាអាចយកមួយនឹងបានតែឥឡូវយើងដល់ CLI វិញម្ដងឥឡូវយើងទៅដំបូងគេគឺ CMD default CMD របស់យើងតែយើងប្រើបែបម៉េចគឺយើងត្រូវតែដាក់ថា ASH តមកយើងដាក់ជាមួយ username របស់យើងប្រើ add តមកយើងដាក់ IP server តមកយើង click yes មកដាក់ password របស់យើងនេះចូលហើយ who am I នេះចឹងរបៀបក្នុងការ remote តាម CMD នេះខ្ញុំបង្ហាញអ្នកនរគ្នារបៀបក្នុងការ CMD គឺយើងដាក់ថា SH ឈ្មោះ username add IP address ប៉ុន្តែបើសិនជាយើងប្រើជាមួយទៅនឹង port ផ្សេងមានន័យថាយើងដូរ port SH ទៅជា port ផ្សេងអ្នកនរគ្នាត្រូវដាក់ថាដក P ឥឡូវខ្ញុំ exit នេះសិននេះគេថាដាក់ថាដក P តមក port អីមួយមកអូខេឥឡូវខ្ញុំនេះសិនតោះឥឡូវខ្ញុំទៅដូរនៅ server ជាក់ស្ដែងអ្នកនរគ្នាមើលតែម្ដងអូខេអញ្ចឹងដំបូងឡើយអ្នកនរគ្នាត្រូវចូលទៅ config មិញវិញទៅដែរអូខេនេះអ្នកគ្នាបន្តមកអ្នកគ្នាកន្លែង port អ្នកគ្នាអាន comment នេះចោលសញ្ញាធំជូរឬក៏ hashtag ហ្នឹងអានចោលហើយដាក់ port អីផ្សេងមកអូខេបន្តមកអ្នកគ្នា save ហើយអ្នកគ្នាកុំតន់restart service បើសិនអ្នកគ្នា restart គឺerror ជាមួយខ្ញុំ restart សានេះ error ជាអ្នកគ្នាត្រូវបិទនេះសិន disable clinux នេះ vi/etc/clinux/config អ្នកគ្នាត្រូវដូរកន្លែងclinux នេះទៅជា
tới chia Nissan tới chia disable sân sao vì tìm chia được chủ thì là gì đâu tới chia disable đi kép cho PW chủ nè tao bây giờ tao bây giờ thôi cái restart một nó cứ kênh thải rồi tải một là hai tại sao tại nhưng đâu config này cứ vì toàn apply đến chẳng chẳng ai thời tại reboot server môi những reboot server môi những reboot môi sẵn ok là những màu với là những từ mưa đọc này thằng là những từ mưa đọc này ta dương ai restart rồi vì sẽ những bạn lại được on thì cho nó như xa này giờ chạy xa mấy root ok là những xong break tích không sử dụng ok và tao má dương nên chứng port này nè cái này cơ nhất port A vậy chứng xử lý chứng A vậy này sẽ muốn như restart error mình nè restart ở đây lấy những status sang thế nhé chứng port vào dưới nè mà phải phí mà phải bày và lấy những tay thằng ngọt nhé phải phí mà phải bày ok nè nó này là dương plate mùi những khi bên trong á lại đây nhôm prap tha tại tôi cho mùi tên firewall nè chứng đây xa tại nên là firewall này giờ bạn là lộ cho mùi tên port nắng ok tao lấy dương mà lộ firewall sẵn cứ dương thời ta lộ cho mỗi tên comment một ní firewall CMD sẽ độ pi đó permanent sẽ độ pi đó tiết add đó port port để dương bàn mình để dương chọn để dương bàn đô cho mỗi tên port SA mình ok và tao mới dương remote mỗi firewall CMD reload cái như reload mỗi là lấy dương tay mà đồng tiền dương cho bàn rồi ok sorry này lên tay này nó có mơ mà đồng tiền chắc cái sàn này vì xem nhóm nhóm clear chắc nhưng thời tha vai tha sẽ có những là độ khí đã port bao nhiêu mình nó có những đã username s đã IP address bao nhiêu nè nhưng mà password mất ok cho bạn chẳng ní là biến ông ca đâu port hay remote port mày ok tao lấy dương và to tới tiết cứ mobile term mình mà đòn nhưng mà to app CLI mỗi tiết cứ mobile term ok chắc nó bên này này cho mà tụi bọn khơi mà này dương chơi lại session còn dương vô SH tao mới đã IP address của server dương tao mới dương specific username mới là username mới như là IP root bạn đấy là sao dương bật root bạn đấy IP hoặc IP 7 dương chơi ok chờ sub ní nhưng đã password ok cho bạn ní cứ chia thua môi mobile term ok nè tất nhiên ai làm thua mình vô môi nâng từ pra tới liền to tới tiết cứ sexual CRT mình đọc nè sexual CRT ok cho máu ở dân đã tài nói dân đã hả hostname mà dân cứ IP address có như đã port 1.7 ok dương connect dương là sub and save dương đã username mà dương là IP root bàn thế để sao dương bật root login vào đấy như đã password ok chào này phải nhắc chào ấy ok chẳng như to từ mỗi tiết cứ Excel mình đọc Excel bài thông dẫn đấy đôi khi Excel cứ đổi ITP đây gọi là thằng đi vi chuyển tùm lum CLI là ở tại trên đó thông đó mà rồi cái pi chơi rồi không váy chơi pi 34 chơi rồi sai vào mùi hot mà phải pi phải 7
connect ហើយដាក់ username ចុច OK មកដាក់ password អូខេចូលនេះចូលហើយអូខេអញ្ចឹងយើងតទៅមួយទៀតគឺពុទ្ធីវិញម្ដងអូខេចូលពុទ្ធីមកអ្នកគ្នាដាក់ IP address server របស់យើងមិញដែរហ្នឹង 192.168.234.146 port 22 23អូខេបន្តមកទៀតយើងដាក់ចូលកន្លែងហើយយើង open សិនមកយើង accept បន្តមកយើងដាក់កន្លែង login យើងដាក់ថា សុបលេងតមក IP address 123នេះចូលដូចគ្នាឃើញទេអូខេអញ្ចឹងទាំងអស់នេះគឺជា tool ទាំង GUI ទាំង CLI ដែលខ្ញុំបានឆ្លងកាត់បទពិសោធន៍ក៏ដូចជានៅក្នុងវិស័យ environment ការងារជាក់ស្ដែងគឺគេឧស្សាហ៍នឹងការប្រើប្រាស់ដូចជា mobile item Excel ហើយនិង FileZilla ជាដើមអញ្ចឹងអ្នកនរគ្នាស្រឡាញ់ tool មួយណាអាចប្រើប្រាស់ tool មួយហ្នឹងទៅបន្ទាប់ពីអ្នកនរគ្នាធ្វើការទស្សនានៅវីដេអូនេះតាក់ទងជាមួយទៅនឹងការ install នៅ SSH Service ឬក៏ change នៅ config របស់ SSH Service ហើយដូចជាតាក់ទងជាមួយទៅនឹងការផ្លាស់ប្ដូរនៅ security មួយចំនួនហើយនឹងដឹងអំពី tool ដែលយើងអាចប្រើប្រាស់សម្រាប់ធ្វើការ remote ទៅកាន់ server បានតែអ្នកនរគ្នាយល់យ៉ាងម៉េចដែរចំពោះវីដេអូនៃការបង្រៀននេះសូម comment នៅខាងក្រោមវីដេអូនេះហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗមុនគេហើយក៏ដូចជាការលើកទឹកចិត្តមកកាន់ពួកខ្ញុំដែរដោយសារតែការធ្វើវីដេអូនេះគឺពួកយើងអត់បានចំណូលអ្វីក្រៅពីអ្នកនរគ្នាជួយនឹងទេជួយដូចជា subscribe like ឬក៏ share នឹងទេអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះយើងនឹងជួបគ្នានៅមេរៀនតាក់ទងជាមួយទៅនឹង Linux OS នៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា